Cambodian Idol អ្នកចាត់ audition ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហេតុសៀងភីវអ៊ីវសញ្ញាតាប៉េធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយភាពឈឺចាប់បេក្ខជនជាច្រើនដែលត្រូវបានកម្មវិធីជ្រើសរើសសម្រាប់វគ្គចាត់ audition នេះគឺមានអ្នកខ្លះជាសិស្សអ្នកខ្លះជានិស្សិតអ្នកខ្លះជាកម្មករសំណង់អាជីវករហើយខ្លះទៀតជាអ្នកចម្រៀងស្រាប់ហើយពួកគេត្រូវប្រឡងប្រជែងគ្នាដោយស្មើភាពដោយសមត្ថភាពពិតប្រាកដដូចជាម្នាក់នេះជាអ្នកលក់ម៉ាំល្ហុងគាត់ឈ្មោះឆេងសង្ហាមានអាយុ26ឆ្នាំសួស្តីខ្ញុំឈ្មោះឆេងសង្ហាជាបច្ចុប្បន្នខ្ញុំនៅភ្នំពេញក្រុមពៀនទុយតាសាលាមួយហើយខ្ញុំមុននឹងខ្ញុំបានជោគជ័យដល់ថ្ងៃនេះខ្លួនឯងចង់ខ្លាចជាតារាចម្រៀងខ្លួនឯងខ្ញុំដាក់ពាក្យប្រឡងបានឥឡូវនេះជាប់តំណែងតាំងទី1តាមសប្បាយចិត្តមែនទែនសង្ឃឹមថាថ្ងៃណាបងប្អូនជួយគាំទ្រលើកទឹកចិត្តខ្ញុំបាទខ្ញុំក្លាហានខ្ញុំទោះខ្ញុំច្រៀងមិនសូវពីរោះក៏ដោយខ្ញុំតស៊ូគង់តែបានជោគជ័យអរគុណច្រើនសង្ហាធ្លាប់តែស្រែកច្រៀងនៅពេលលក់ម៉ាំល្ហុងប៉ុន្តែពេលនេះគាត់ត្រូវស្រែកច្រៀងដើម្បីប្រឡងប្រជែងគ្នាអារម្មណ៍មិនដែរព្រោះថាបន្តិចទៀតត្រូវបញ្ចេញសមត្ថភាពសប្បាយចិត្តនោះបានបញ្ចេញសមត្ថភាពរបស់ខ្ញុំហើយជឿជាក់ខ្លួនឯងនិងគណៈកម្មការទាំង4នេះជ្រើសយកខ្ញុំដើម្បីឈានទៅមុខទៀតជូនពរជោគជ័យណាបាទអរគុណច្រើនអរគុណបងនៅរងចាំប្រទេសនេះចា៎បាទសួស្តីអូនឈ្មោះអីខ្ញុំឈ្មោះឆេងសង្ហាសង្ហាអាយុប៉ុន្មានហើយអាយុ26បងសប្តាហ៍ថ្ងៃនៅភ្នំពេញឬក៏នៅតាមខេត្តបច្ចុប្បន្នខ្ញុំនៅភ្នំពេញសង្ហាប្រកបមុខរបរធ្វើអីដែរអ្នកលក់ម៉ាំល្ហុងអូលក់ម៉ាំល្ហុងភាគច្រើនលក់នៅម្ដុំណាលក់គ្រប់កន្លែងទាំងអស់ឬក៏នៅតែបាទខ្ញុំលក់ម្ដុំផ្សារកដាផ្សារចាស់ផ្សារថ្មីហើយនឹងកោះពេជ្រហើយមិនដែរចំពោះរបររបស់ខ្លួនឯងជោគជ័យមានន័យថាភ្ញៀវគាត់គ្រប់គ្រងច្រើនបាទគ្រប់គ្រងច្រើនហើយជុំវិញខ្លួនខ្ញុំគាត់បានរីកមិនខ្ញុំថាខ្ញុំមុខមាត់ដូចខេមរៈស្រីមុនហើយគាត់ថាសមជាតារាមិនសមអ្នកលក់ម៉ាំឥឡូវបងសុំសួរមកចំណុចទៀតចំណុចដែលប្អូនជោគជ័យនៅក្នុងការប្រកបមុខរបរហ្នឹងមានចំណុចអីដែលពិសេសដែលធ្វើឲ្យគាត់គ្រប់គ្រងនៅក្នុងការលក់របស់ប្អូនណាបាទគាត់ដូចថាទិញម៉ាំខ្ញុំក្នុងមួយកញ្ចប់អញ្ចឹងគាត់ឲ្យខ្ញុំច្រៀងមួយបទបានគាត់ទិញបាទអញ្ចឹងជួនកាលខ្ញុំស្អកកហូបវិជាច្រើនដល់ពេលអញ្ចឹងតគ្នាម្នាក់កែវអញ្ចឹងណាក៏ខ្ញុំអត់ថាបងច្រៀងអត់កើតទេគាត់ថាអូនច្រៀងតើបានបើអូនអត់ច្រៀងអត់ទិញខ្ញុំសុខចិត្តច្រៀងបាទដល់ពេលច្រៀងគាត់ថាស្រឡាញ់កាយវិការរបស់ខ្ញុំបាទស្រឡាញ់កាយវិការរបស់ខ្ញុំធ្វើកាយវិការដូចបងសេរីមុនអញ្ចឹងណាហើយគាត់ទិញមួយថែមមួយហ្មងអត់ទេទិញមួយ free ជូនចម្រៀងមួយបទតែដល់ពេលគាត់ទៅសើយើងអញ្ចឹងទៅក៏ទទួលបាននៅប្រជាប្រិយភាពក្នុងការលក់លេចធ្លោខ្លាំងមែនទែនគាត់ថាបើសិនជាថ្ងៃណាមួយហើយខ្ញុំទៅខួបកំណើតខាងមិត្តភ័ក្តិគាត់យកខ្ញុំទៅហើយតុបតែងខ្លួនអញ្ចឹងបាទហើយដល់ពេលអញ្ចឹងចុះពីលើឡានគាត់មកណាគេថាខ្ញុំស្រីមុនដែរជឿជាក់ចាអញ្ចឹងឈ្មោះហៅក្រៅស្រីមុនចឹងហ្មងទៅខេមរៈលក់ម៉ាំឥឡូវសរុបសេចក្តីមកយ៉ាងខ្លីគឺនឹងឈ្មោះ idol របស់ប្អូនគឺខេមរៈស្រីមុនបាទខ្ញុំចូលចិត្តធ្វើ style តាមចូលចិត្តធ្វើ style តាមគាត់ប៉ុន្តែអត់ដឹងថានេះបើ idol ខ្ញុំបងអរគុណកញ្ញាបាទខ្ញុំចូលចិត្តបងដោយសារខ្ញុំទៅកំពង់សោមធ្លាប់ចុះទូកបាទដល់ពេលអញ្ចឹងទៅស៊ូមែនតើមានអាលោកធំលិចទូកទៀតសឹងតែសម្រាប់ខ្លួនខ្ញុំបាត់ទៀតបាទហើយដល់ពេលអញ្ចឹងខ្ញុំស្ដាប់បទចម្រៀងគាត់មួយអត្តន័យពីរោះមែនតើគឺបេះដូងរងគ្រោះអញ្ចឹងមានមនោសញ្ចេតនាជាមួយបទចម្រៀងមួយបទនោះធ្វើឲ្យដាមជាប់នៅក្នុងអារម្មណ៍បងអូនថាចូលចិត្តបងអញ្ចឹងហ្មងណ៎បាទអូខេឥឡូវបងចាប់អារម្មណ៍មួយទៀតនេះចាបងចាប់អារម្មណ៍ខ្សែក
បាទខ្សែកោច្រវាក់ម៉ូតូខ្ញុំ អូច្បាស់មកទៅ ឥឡូវ ចា ឥឡូវមើលតិចខ្សែកាបូបមែនទេ នេះជាខ្ញុំច្រៀងនៅផ្សាររាត្រីគាត់ឲ្យខ្ញុំឲ្យគាត់អបអរខ្ញុំគាត់ជូនខ្ញុំមួយខ្សែ បាទ ហើយយើងខ្ចីច្បាក់ម៉ូតូមកពាក់អញ្ចឹងដល់ពេលត្រូវចាក់ម៉ូតូធ្វើម៉េចអូន បាញ់ឆ្នាំឆ្នាំទឹកមាសទឹកប្រាក់ អញ្ចឹង នឹង អត់កំណត់ឆ្នៃ ហើយដល់ពេលយើងត្រូវយកទៅចាក់ធ្វើម៉េចដោះយកទៅចាក់វិញទៅ ដោះ ចាដល់ពេលត្រូវការយើងមានកម្មវិធីអញ្ចឹងទៅ បាញ់ យើង ទៀត បាញ់ទៀត មកនឹងបាញ់អស់មកកំប៉ុង ហើយថ្ងៃហ្នឹងពណ៌មាសទៅពេលថ្ងៃណាខ្លះដូរទៅជាពណ៌ទឹកប្រាក់អីវិញពណ៌ខ្មៅអីចឹង មានអាសាដូរពណ៌អញ្ចឹងដែរទេ មាសពួកអី ដាក់ទឹកមាសអញ្ បង ចឹងហ្មង ស៊ីនឹងរូបរាងខ្ញុំដល់ពេលពាក់អញ្ចឹង និយាយទៅគឺថា ចា គាត់ជឿជាក់លើខ្លួនឯងខ្លាំងមែនទែនមិនអត់បកស្រាយបាត់ចម្រៀងតែឃើញថាស្រស់ស្រាយហើយជឿជាក់លើខ្លួនឯងខ្លាំងឥឡូវបងសវត្ថហ្នឹងគាត់អន់ចិត្តបងលើគាត់អត់បានសួរ គឺការស្រឡាញ់របស់ប្អូនគឺដូចហ្មងដូចសេរីមុនណាដូចបាទទាំងដៃទាំងអីដូចគ្នាបាទឥឡូវសូមអញ្ជើញប្អូនចាប់ផ្ដើមបកស្រាយទៅ អូពាក់បន្តាទៅកាន់តែដូចណា បងដូចគ្របខ្សាច់រហូតសិតនៅក្នុងខ្យល់គួចបើងវល់វល់បកផាត់ឆ្ងាយត្រន់ត្រយចាប់ពីស្អែកញីទៅបងត្រូវក្លៀតអូនហើយសោពីផ្ដាំចុងក្រោយឲ្យអូនថយខ្លួន ពេលអត់ពីបងសូមអូនឆាប់មានថ្មីកុំយំនឹកបងអីគ្មានប្រយោជន៍ទេស្ងួនតែបើបងមនុស្សល្អចាំយំដោយសារបងមិនមែនជាបងដូចពីមុនទេបងคงដែលហ៊ានចាកចេញពីជីវិតអូន បងដឹងតែអត់តម្លៃអាចក្បែរបងធ្វើទាំងបងខំមិនមែនបេះដូងនាងបាញ់ជាទេតែបើខឹងឬសោកអូនអាចចេះបងបានបងคงដែលហ៊ានចាកចេញពីជីវិតអូនបងដឹងតែអត់តម្លៃអាចក្បែរ បងធ្វើទាំងបងខំមិនមែនបេះដូងនាងបាញ់ជាទេតែបើខឹងឬសោកអូនអាចចេះបងបានតែបើខឹងឬសោកអូនអាចចេះបងបាន កាពិតទៅបងអូនដឹងអត់ចំណុចពិសេសរបស់ខ្លួនឯង កាយវិការកាយវិការខ្លាំងមែនតើ បងចង់និយាយថាតារាចម្រៀងមួយរូបសមត្ថភាពប្រហាក់ប្រហែលគ្នាឬក៏ខុសគ្នាជារឿងធម្មតាប៉ុន្តែអ្វីដែលសំខាន់សម្រាប់ភ្នែកមហាជនគឺភាពតាក់ទាញប៉ុន្តែអ្វីដែលបងចង់បាននៅពេលនេះគឺបងអូនមានគឺភាពតាក់ទាញ ឥឡូវចង់ឲ្យគាត់និយាយវិញមកពេលច្រៀងចប់មានអារម្មណ៍មិនដែរសម្រាប់ខ្លួនឯង សប្បាយចិត្តហ្នឹងបានជួបបងបាទអូនចៃអត់ចាំតែនិយាយលេងចាញ់ហ្នឹង លេងចេញហើយ មកក្ដុំ បាទ វិញ ធ្លាប់តែខ្ញុំអុកនៅឡែងកោះពេជ្រតាមហាងតាមអីបាទគាត់ជុំវិញគាត់ផឹកគាត់មើលហើយដល់ពេលអញ្ចឹង ច្រឡំ អាបត់កាលក៏បាទហើយគាត់ឲ្យខ្ញុំរាំស្ទីលហ្នឹងហើយនឹងច្រៀងបត់នឹងបន្តិចព្រាតាមគាត់ណាគាត់មុនបងគាត់ច្រឡំបាទគាត់ថាហីបងស្រីមុនតានោះគាត់មកទាំងអញ្ចឹងណា ពីសំដីសំដៀងគ្នា អញ្ចឹងដល់ពេលអញ្ចឹងក៏ខ្ញុំចាប់ដើមដាក់ទូលទៅពឹបបងជួយទិញម៉ាំឯងបង ឈប់ឥឡូវឈប់ គាត់សោចបាទគាត់សោចគាត់ថាហីអូណាមិនតែខែមរកស្រីមុនទៅចុះមករងគាត់មិញ ឥឡូវសុំមកកឡុកហ្នឹងតិច សុំតិចមកសុំតិចមកចា តិចមើលអូនដែលគេច្រឡំ ទៅពាក់វ៉ែនតាទៀតបាន ចាបានចេញ 1 2 3
ឲ្យតែពួកយើងមកដល់ព្រាមពួកយើងនាំគ្នារកកាលុ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 កឲ្យតែពួកយើងមកដល់ព្រាមពួកយើងនាំគ្នារកកាលុ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 ក ដូចមកខ្ញុំមិនងុំរឿងទៅបៀតជើងហ្នឹងញ៉ាអារឿងកាយកាយចឹងឯងមាន ចាចាប់អារម្មណ៍ហីដូចចាំមកខ្ញុំកំពុងចង់ថាសួរថាអញ្ចឹងបងអូនធ្លាប់សង្កេតមើលគាត់គ្រប់អរិយាបថនៃគាត់ធ្វើ ខ្ញុំសង្កេតតាំងពីគេសរសើរខ្ញុំម៉េះអញ្ចឹងខ្ញុំធ្វើឲ្យសឹងតែគាត់កាត់សក់អីខ្ញុំកាត់តាមគាត់ទាំងអស់ទាំងសង មិនសឹងតែកាត់ណាកាត់តាមឯនេះ កាត់ហើយប្រមាត់តិចៗនឹងទុកទៀតដូចទៀត បាទហ្នឹងហើយអត់គូទេអត់អីទេគឺមែនតើថ្ងៃមុនកូនក្មេងបងសុំសួរបងឯងទៅស្មោះបងឯងដូចកាមេរ៉ាមែនថាបងអូនមិនមែនទេបងអូនអញ្ចឹងខ្ញុំសុំស្ទាបអាកន្លែងនឹងតិចមើលបោចខ្ញុំធាក់ភពដេញវាយអីឈឺឈឺណាស់ខ្ញុំក្នុងចិត្តខ្ញុំថាកុំថាអូនឯង friend ទេ អូ friend អូនឯង friend ទេចា បាត់តែផ្សេងបានណាបើបាត់អានឹងអត់បានទេណា បាទអត់បានទេសំបីតាកាលមុនកោមានជាងកោខ្ញុំចាញ់អានឹងទៅខ្ញុំអត់ឲ្យលុយចុះអត់ឲ្យលុយហ្មង អត់ឲ្យលុយហ្មង បាត់ស្តាយរបស់គាត់អញ្ចឹង ខ្ញុំអត់ឲ្យលុយ ហើយថ្ងៃហ្នឹងមានដោយម៉ាំមកឲ្យអូន ដោយបង ដោយមកទៀត បាទឲ្យក្រុមការងារបាទធ្វើមកឲ្យបាត់ នៅណាទៅយកមកចា 6កញ្ចប់ហ្មង អូទៅយកមកអូនមាន នៅបង នៅហ៎ បាទ ឥឡូវចង់យកមកបងជួយទិញហី បាទអត់ទេ free ហ្មង អូថ្ងៃនេះ free បើជាប់ក្នុងថ្ងៃនឹងទៀតជាប់ក្នុងថ្ងៃនឹងទៀតស្អែកខ្ញុំលក់ម៉ាំ free ក្នុងមួយធុងបាទសុខចិត្តចំណាយទឹកប្រាក់ខ្ញុំបាទខ្ញុំប្រាប់នេះខ្ញុំឲ្យអ្នកហូបអីញាតកបីខាងមុខវាំងខាងសាចាស់សារីត្រីខ្ញុំប្រាប់អស់បើសិនខ្ញុំជាប់ខ្ញុំគាត់អត់ឯកឡើងព្រាមខ្ញុំធ្វើ free ឲ្យតែម្ដងគឺខ្ញុំ free បាទបើសិនជាថាអត់ជាប់ទេខ្ញុំខ្ញុំនឹងលក់យកលុយអើយទៀតហើយ ហើយមកតាំងម៉ោងប៉ុន្មានអូន ខ្ញុំម៉ោង 6 កន្លះហើយនៅចាំមិញគាត់អត់គ្រប់ត្រខ្ញុំថាខ្ញុំមិញអត់ទៅខ្ញុំមិនដឹងថាម៉េចខ្ញុំសឹងថាស្ពះគាត់ក៏បានដែរបាទក្នុងចិត្តខ្ញុំណាព្រោះខ្ញុំកូនកំព្រាផងនៅពេលអញ្ចឹងខ្ញុំថាម៉ែខ្ញុំផ្សាយផ្សាតម៉ាក់ប៉ាអត់មានទេអញ្ចឹងខ្ញុំចាំគាត់នៅពីអ្នកគាត់ជីលក់ម៉ាំជីកង់ដាក់អាស៊ីខឺអញ្ចឹងពេលដល់ពេលខ្ញុំបានលុយធូធាតិចទិញអាម៉ូតូអាឆ្អឹងមួយមកឆ្អឹង 5-10 ម៉ឺននៅជិះមកទៀតឥឡូវហ្នឹង ឥឡូវបានធូធាឥឡូវហ្នឹងរៀង ឥឡូវរឿងធូធាអាចមានលុយមកត្រឹមចាយហើយមានបងផ្លាយផ្ទះមួយខែ40រៀលផងដែរ ក៏ប៉ុន្តែនៅពីក្រោយភាពសប្បាយរីករាយរបស់សង្ហានឹងឲ្យគាត់មានប្រវត្តិតស៊ូកំសត់តែសូមសរសើរនៅទឹកចិត្តកតញ្ញូក៏ដូចជាការតស៊ូរបស់សង្ហាភាពសប្បាយរីករាយរបស់គាត់គឺថាមានការតាក់ទាញមែនតើហ្នឹងហើយធ្វើឲ្យខ្ញុំក៏ដូចជាពួកយើងទាំងអស់គ្នាសប្បាយរីករាយហើយឃើញថាកាយវិការឯក្រោយល្អមែនតើ អរគុណចង់ស្ដាប់លទ្ធផលអត់ បាទចាំ ធ្វើអារម្មណ៍ ចាំនិយាយលេងទៀតក៏និយាយបើមិនចាំ អូខេដើម្បីឲ្យអូនឆាប់បានដូចថាទទួលបានលទ្ធផលអញ្ចឹងបងសវណ្ណ បងហ៎ បាទ តាមពិតមិញយើងនិយាយអត់មានតន់បានអីទាំងអស់នេះនិយាយតែពីរឿងសបាយហើយសើចសបាយហើយសើចបាទអញ្ចឹងយើងលុបអានឹងមួយចេញណាព្រោះចង់ឃើញសង្ហាទៀតសម្រាប់បងវិញណាចង់ឲ្យសង្ហានឹងឈរទៀតណាដល់ជាកម្លាំងចិត្ត yes រៀង បាទ រៀង សម្រាប់ខ្ញុំមក 3នាក់ទៀតអូន yes ណ៎តាំងពីអ្នកឯណាអូន តែមិញមកខ្ទប់អីខ្ទប់ ប្រឹង អូខេសម្រាប់អ្នកខំប្រឹងដូចជាប្អូនបងលើកទឹកចិត្ត yes នៅបងកញ្ញាមួយទៀត ឥឡូវចង់បានចម្លើយពីបងអត់ បាទ ចង់អត់តែបើ3ដូចថាយើងទទួលបានការទៅវគ្គបន្តហើយតែចង់បានទៀតអត់ចឹង ចឹង ដូចមិនបាច់ទេចង់ណាអូខេបើនិយាយពីសម្លេងបងអូនណាអត់តន់ដល់កម្រិតណាមួយដែលបងត្រូវជ្រើសរើស ខំប្រឹងទៀត ចាអូននឹងខំប្រឹងបានន័យថាភាពតាក់ទាញរបស់អូនធ្វើឲ្យអូនទទួលបានលទ្ធផលជោគជ័យក្នុងវគ្គនេះខំប្រឹងទៀតណាអូនណាអត់មានឲ្យអស់សង្ឃឹមទេអូខេ បាទ អរ យើងស៊ូ គុណអូន
អរគុណ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  អរគុណគ្រូគ្រូអ្នកភ្លេង គូភ្លេង អរគុណអរគុណណាអរគុណ គាត់ឃើញញញឹមរហូត អរគុណ អរគុណខ្ញុំនឹងខំប្រឹងតទៅមុខយកជ័យលេខ2ក៏បាននោះអរគុណអរគុណអរគុណ ច្រើនអូន លទ្ធផលក្នុងពេលនេះជាកម្លាំងមួយដែលជំរុញឲ្យសង្ហាត្រូវតែប្រឹងបន្តទៅទៀតព្រោះសម្លេងរបស់សង្ហានៅមានកម្រិត អ